លោកអគ្គនាយកវ៉ាងផ្ញើសាកសួរសុខទុក្ខគាត់ថាចាំអ្នកនាងចេញពីពេទ្យសិនចាំស៊ីញ៉ៃកុងត្រាប៉ុន្មានថ្ងៃនេះលំបាកលោកហើយរត់ចុះរត់ឡើងរវាងក្រុមហ៊ុននិងមន្ទីរពេទ្យឲ្យតែអគ្គនាយកជួយឆាប់ជាខ្ញុំមិនហត់អត់ប្រយោជន៍ទេជាឈឹងសំណាងហើយដែលមានលោកនៅក្បែរខ្ញុំរហូតនៅឈឺទៀតអត់ធូខ្លះនៅធូច្រើនហើយខ្ញុំមានរឿងចង់និយាយជាមួយអូនតែពីរនាក់មានអីនិយាយមកជាឈឹងមិនមែនអ្នកអតីទេម្សិលមិញបងមិនគួរប្រើហិង្សាទេពេលនោះបងខឹងពេកសុំទោសផងមួយទៀតបងស្គាល់វ៉ាន់អីច្បាស់នាងមិនអាចដាក់ថ្នាំអូនទេពួកយើងរៀបការឆាប់នេះហើយសូមកុំមួលបង្កាច់គូដណ្ដឹងខ្ញុំទៀតបើមិនអញ្ចឹងកុំថាខ្ញុំអាក្រក់អគ្គនាយកជាងពិតជាលឿនមែនអបអរសាទរទុកជាមុនហើយ3ថ្ងៃទៀតខ្ញុំរៀបចំកម្មវិធីជប់លៀងដើម្បីណែនាំវ៉ាន់អ៊ឺឲ្យដៃគូសហការនិងអ្នកកាសែតស្គាល់វ៉ាន់អ៊ឺសង្ឃឹមថាអូនក៏ទៅដែរខ្ញុំច្បាស់ជាទៅឡានឲ្យតែអូនហាមបងមួយម៉ាត់បងនឹងត្រឡប់មកវិញមកត្រូវពេលហ្មងខ្ញុំកំពុងតែគិតថារកវិធីណាទម្លាក់លីនវ៉ាន់អ៊ឺឲ្យងើបមុខមិនរួចផងកម្មវិធីរបស់នាងពិតជាឱកាសល្អមែនកម្មវិធីរបស់ជាងម៉ូឈីងច្បាស់ជាធំដុំហើយខ្ញុំនឹងធ្វើឲ្យនាងបាក់មុខខ្មាស់គេនៅពេលដែលនាងកំពុងតែអរខ្លាំងបំផុតមិនដឹងថាខ្ញុំមានកិត្តិយសធ្វើជាគូកំដរអគ្គនាយកជួយដើម្បីធ្វើសាក្សីក្នុងពេលនោះបានទេចឹងលោកឯងត្រូវតែស្លៀកពាក់ឲ្យសង្ហាណាកុំឲ្យខ្ញុំបាក់មុខបងស្រីជួយទឹកមុខស្រស់បោះតើលោកគ្រូពេទ្យមឹងឬថាមួយរយៈនេះលោកជាអ្នកមើលថែគាត់រហូតមើលទៅអ្នកទាំងពីរក៏ចិត្តបងស្រីជួយនិយាយត្រង់ចុះខ្ញុំស្មានតែបងមិនមកទេព្រោះខ្ញុំនឹងមកឈីងលឿនបន្តិចមែនតែរឿងកូនចាំមិនបានទេបងធ្លាប់មានបទពិសោធន៍ច្បាស់ជាយល់ហើយត្រូវទេយល់តារៀបចំកម្មវិធីបានលយគ្រាន់បន្តិចមកឈីងគាត់ចំណាយកម្លាំងចិត្តច្រើនណាស់គាត់គឺអញ្ចឹងតែងតែចង់ផ្ដល់អ្វីដែលល្អបំផុតខ្ញុំអូមែនហើយបងស្រីជួយកន្លែងអង្គុយបងនៅខាងនោះកុំអង្គុយខុសកន្លែងណាកុំប្រកាន់អីបងនឹងមកឈៀងខ្លាយជាអតីតកាលហើយធ្វើខ្លួនសាមញ្ញទៅវាល្អសម្រាប់អ្នកទាំងអស់គ្នាមកឈៀងមើលមកអូនទៅជាប្រពន្ធថ្ងៃមុខរបស់បងខ្ញុំចង់អរគុណមនុស្សម្នាក់គឺអតីតប្រពន្ធរបស់ម៉ូឈីងបងស្រីជួយឡានកម្មវិធីថ្ងៃនេះមិនមែនអតីតប្រពន្ធគ្រប់គ្នាសុទ្ធតែមានភាពក្លាហានហ៊ានមកនោះទេបងស្រីអាចមកបានខ្ញុំពិតជាសប្បាយចិត្តណាស់នាងសប្បាយចិត្តលឿនពេកហើយថ្ងៃនេះខ្ញុំមកគឺមានរឿងចង់ប្រកាសនៅចំពោះមុខអ្នកទាំងអស់គ្នា